អ្នកទាំងអស់គ្នាប្រហែលជាគិតថាប្រហិតក្តាមដែលអ្នកទាំងអស់គ្នាទិញយកមកញ៉ាំគឺពិតជាមានសាច់ក្តាមសុទ្ធ 100% នៅក្នុងហ្នឹងមិនប្រកបនោះទេអ្នកទាំងអស់គ្នានេះគឺជារោងចក្រផលិតក្តាមនៅប្រទេសថៃរៀងរាល់ឆ្នាំរោងចក្រមួយនេះបាននាំចេញប្រហិតក្តាមរាប់ពាន់តោនទៅប្រទេសជិតខាងរួមទាំងសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបផងដែរប៉ុន្តែអ្វីដែលមិនគួរឲ្យជឿនោះគឺសូម្បីតែកម្មករនៅក្នុងរោងចក្រក៏មិនដែលបរិភោគប្រហិតក្តាមនឹងតតែសោះមូលហេតុអីពីព្រោះពួកគេដឹងពីអាថ៌កំបាំងរបស់វានៅពេលអ្នកទាំងអស់គ្នាបានឃើញពីដំណើរការនៃការធ្វើវានោះអ្នកទាំងអស់គ្នានឹងបានដឹងពីមូលហេតុថាហេតុអ្វីបានជាកម្មកររោងចក្រនឹងមិនបរិភោគប្រហិតក្តាមនឹងតតែសោះដើម្បីកាត់បន្ថយចំណាយរោងចក្រមិនបានប្រើសាច់ក្តាមសុទ្ធ 100% នោះទេប៉ុន្តែពួកគេកិនសម្បកក្តាមដែលទិញចូលក្នុងតម្លៃទាបលាយជាមួយនឹង pollock meat វាជាសាច់ត្រីសមុទ្រមួយប្រភេទដែលមានពណ៌សហើយមិនសូវមានឆ្អឹងទេហើយនៅពេលដែលគ្រឿងផ្សំទាំងពីរនេះលាយចូលគ្នាធ្វើឲ្យវាមានរសជាតិល្អឥតខ្ចោះមានរសជាតិដិតហើយមានក្លិននិងរសជាតិដូចសាច់ក្តាមដូចនោះដែរបន្ទាប់មកពួកគេតប់វាដោយប្រើម៉ាស៊ីនជាមួយនឹងសាច់ប្រហិតនោះឲ្យស្អិតជាប់គ្នាហើយដាក់ចូលទៅក្នុងម៉ាស៊ីនសម្ងួតឲ្យសំប៉ែតបន្ទាប់មកទៀតពួកគេចាក់ពណ៌ហើយច្រកចូលក្នុងថង់គឺជាការស្រេច